Bê ta này dây rương Sama thi thọ mình mẹn chìa plơ cật lôi mẹn chìa plơ miền trọp Hẹn này dây hẹt để nọ mỏi cỏ bị chết mình á Miền chào mình ác xua thà cho miền bật tẩy khá Hẹt ấy sạch miền sạch tẩy nạc miền nạc cỏ đôi miền xong bây tẩy mình nạc á bật tẩy khá Đôi ta này dây hả cháu rương miền á សំខាន់គឺការប្រឹងប្រែងការខំរកមិនមែនធម្មតាទៅសិក្សារៀនសូត្រដំបូងយើងត្រូវសិក្សារៀនសូត្ររកចំណេះជំនាញឲ្យស្ទាត់ក្នុងការស្វែងរកការងារដើម្បីបានទ្រព្យហើយកុំខ្ជិលទៅឧស្សាហ៍ព្យាយាមខ្លាំងដើម្បីរកទ្រព្យហើយសេពកប់មិត្តដែលគេចេះរកស៊ីរកអីចឹងចេះសន្សំលុយសំចាយនេះតាក៏បាននិយាយហើយរឿងនេះរឿងកម្មផលច្បាប់កម្មផលចើយើងអត់ប្រកាន់ជាតិសាសទេចៅវត្តដាសង្សារនេះការវិលកើតធ្វើស្លាប់អត់ប្រកាន់ជាតិសាសថាខ្មែរឬក៏អាមេរិកឬក៏ស្វីសឬក៏អង់គ្លេសទេចៅសំខាន់កម្មរបស់សត្វកសាងផ្លូវកម្មផលគឺផ្លូវជាតិមនុស្សតែមួយជាមួយគ្នាចៅអត់មានប្រកាន់ប្រទេសទេចៅណាពេលណាចៅមានបន់ណាមានបន់បានធ្វើទៀនហើយពេលចៅបានទៅចាប់កំណើតដែលត្រូវមានណាចៅមិននឹងចៅទៅចាប់កំណើតគឺតែងល្មិលមើលចៅលោកមើលតំបន់ណាដែលមានអ្នកមានទៅបន់យើងនោះទៅកើតក្នុងតំបន់អ្នកមានដើម្បីរកស៊ីទៅមានសង្គមគេកែខាងរកស៊ីចឹងទៅការគប់មិត្តចំដែលល្អក្នុងការរកស៊ីចឹងទៅសង្គមនេះគេនាំមនុស្សឲ្យចេះរកស៊ីអត់ចេះឲ្យផឹកស៊ីចឹងទៅគឺផលបន់របស់ចៅសន្សំនោះទៅកើតជាក្នុងប្រទេសណាក់មានដូចប្រទេសស្វីសជាដើមចុះទីហោចឹងចុះសិតតណាក់មានបន់ធ្វើហើយបានទៅកើតក្នុងប្រទេសនោះចៅហើយបើប្រទេសនោះកើតក្នុងប្រទេសនោះហើយអត់មើលថែចិញ្ចឹមមេដាបៃតាអត់គ្រប់ព្រាមច្បងអត់ចេះចែកក្រំលែកទេចៅអាពាកនេះយើងក៏គិតថាក្នុងសាសនាចៅណាប្រទេសណាក៏ដោយតែមានការចែកក្រំលែកចិញ្ចឹមមេដាបៃតាទាំងអស់ចិញ្ចឹមមេដាបៃតាជាហេតុកើតទ្រព្យដែរចៅទៅចិត្តមុខឲ្យចៅកើតទ្រព្យបើចៅរស់ក្នុងប្រទេសស្វីសអញ្ចឹងទៅចៅអត់ចិញ្ចឹមមេដាបៃតាបានលុយជាអ្នកមានមែនហឺហាហើយចៅស្លាប់ទៅបើនិស្ស័យចៅនៅជាមនុស្សទៀតផលបិណ្ឌដែលមានរបស់ចៅនោះវាត្រូវអស់វាអត់ធ្វើឲ្យចៅទៅចាប់កំណើតនៅក្នុងតំបន់ណាមួយតែមិននិយាយរឿងប្រទេសគឺតំបន់ណាមួយដែលណាក្រវិញទៀតហើយទៅកើតណាក្រហើយលំបាកចិត្តដូចកើតនៅក្នុងទ្វីបអាហ្វ្រិកអីចឹងទៅអត់ឃ្លានអីចឹងក៏ទៅកើតក្នុងតំបន់ហ្នឹងទៅពេលណាឆ្អែតនឹងកម្មពេកទៅក៏នឹកចង់ធ្វើបន់ទៅកើតក្នុងតំបន់ដែលគេធ្វើបន់ដែលមានសាសនាមានអីបង្រៀនធ្វើបន់ទៅមកធ្វើបន់ដូចក្នុងប្រទេសឥណ្ឌាជាដើមគេមានកន្លែងធ្វើបន់ទៅអីច្រើននៅប្រទេសកម្ពុជាកន្លែងធ្វើបន់ទៅមកកើតកន្លែងធ្វើបន់ទៀតហើយយើងកើតថាតែអីក៏យើងក្រដោយសារអីពីជាតិមិនយើងអត់បានធ្វើបន់ទៅបណ្ដាលឲ្យយើងប្រាំងរកកន្លែងតំបន់ដែលធ្វើបន់មកកើតកន្លែងតំបន់ដែលមានបន់ទៀនច្រើនបើមានបន់ទៀនច្រើនហើយយើងអត់នៅធ្វើបន់ទៀតអាហ្នឹងកាន់តែលែងបាននិស្ស័យជាមនុស្សឲ្យអាចថ្លាក់ក្នុងកំណត់ដេរឆានឬក៏កំណត់អសូរកាយឬក៏កំណត់អីផ្សេងអញ្ចឹងលែងមានបនចៅដូច្នេះសំខាន់ដែលសម្រាប់បច្ចុប្បន្នដែលមានអ្នកមានណាចៅដូចតានិយាយគឺសំខាន់គឺទី1ទៅប្រឹងរកខំរកស៊ីមិនថាប្រទេសណាទេចៅបើចាត់ក្នុងប្រទេសណាមានចៅអត់ប្រឹងរកស៊ីដេកចាំទៅទ្របម្ដាយអស់គឺវាអស់ទ្របឯចៅវាអស់វាហិនឯចៅហើយដល់ពេលថារកស៊ីប្រាំងរកស៊ីគ្រប់យ៉ាងហើយនៅអត់ឡើងអានោះវាអាចមានកម្មវិជាតិមិនបន្តដោះស្រាយរួចហើយចៅមើលវីដេអូ2ហ្នឹងទៅនិយាយរឿងច្បាប់កម្មផលគឺអត់មានប្រកាន់ទេចៅណាអត់មានប្រកាន់ប្រទេសណាទេបើប្រទេសចៅមានបន់អញ្ចឹងទៅចៅសន្សំបន់ពីជាតិនេះទៅចៅអាចទៅជាតិមុខបើចៅនិស្ស័យកើតជាមនុស្សទៀតទៅកើតក្នុងប្រទេសណាដែលគេរងរឿងតំបន់ណាគេរងរឿងហ្នឹងឯងសិតតែគេមានបន់គេទៅទទួលផលនៅក្នុងប្រទេសនោះហើយបើក្នុងទ្វីបក្នុងសាសនាលោកថាទ្វីបមាន4យ៉ាងណាអាទ្វីបឧត្តរក្រទ្វីបប្រវត្តិហ្នឹងគឺទ្វីបខាងឧត្តរក្រទ្វីបនោះគឺសិតតែអត់មានសាសនាទេអាទ្វីបនោះប៉ុន្តែមនុស្សគេកើតមកគេមានសិល
គេបាត់ឯបាត់សិលល្អមានច្បាប់ល្អក្នុងខ្លួនបងចេះមកកើតមកចេញចំមេដាបៃតាមើលថែរៀមច្បងសំដីតន់ផ្លិនផ្អែមល្ហែមអត់ចេះនិយាយដើមអត់ចេះចាក់គ្រប់គេអត់ចេះឆ្កឹះឆ្កៀលសង្គមគេនោះអត់ដល់ក្រទ្វីបគេសុភាពព្រៀបសារហ្មងដូច្នេះក៏អត់មានសាសនាណាទទួលមាននៅទ្វីបខាងនោះតាមពុទ្ធសាសនាណាចៅណាតាដល់បកស្រាយប៉ុណ្ណឹងចៅណា